បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាហើយនេះគឺខ្ញុំមានព័ត៌មានមួយអឺនៅពេលរាត្រីនេះដែលនិយាយអំពីអឺកំពុងតែ trending តែម្ដងកំពុងតែផ្ទុះការល្បីល្បាញតែម្ដងគឺតកតងជាមួយនឹងរឿងសញ្ញាបត្រคล้ายៗដូច្នេះរឿងសញ្ញាបត្រคล้ายៗនេះយើងទាំងអស់គ្នាឃើញហើយថានៅក្នុងប្រទេសកម្ពុជារបស់យើងនេះបាទគឺយើងពុំសូវបានដែលជួបរយៈពេលយូរមកហើយរឿងសញ្ញាបត្រคล้ายៗនេះបាទអញ្ចឹងថ្ងៃនេះគឺមានការផ្ទុះឡើងហើយនឹងជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គម Facebook តាក់ទងជាមួយនឹងសញ្ញាបត្រคล้ายៗបាទអញ្ចឹងខ្ញុំសូមលើកយករឿងសញ្ញាបត្រคล้ายៗនេះមកជម្រាបជូនដល់បងប្អូនទាំងអស់គ្នាអឺនៅរាត្រីនេះតែម្ដងបាទហើយអឺសញ្ញាបត្រคล้ายៗនេះគឺចេញពីវិទ្យាស្ថានបាទសញ្ញាបត្រคล้ายៗនេះគឺត្រូវបានបដិសេធចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូបាទអញ្ចឹងតើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូគាត់បានបដិសេធទៅលើនឹងសញ្ញាបត្រអ្វីដែលយើងកំពុងតែល្បីថាជាសញ្ញាបត្រคล้ายៗហើយបុគ្គលដែលក្លែងឯកសារជាសញ្ញាបត្រคล้ายៗគឺត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នេះបើសិនជាយើងគិតទៅលើផ្លូវច្បាប់នៅក្នុងប្រទេសជាណាចក្រកម្ពុជារបស់យើងបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាមកតាមដានទាំងអស់គ្នាព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលិខិតបដិសេធវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថាសាលាតិចណូមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាថ្មីនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំនៅសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយមានអត្តសញ្ញាណដូចខាងក្រោមឈ្មោះណនសីហាភេទប្រុសកើតថ្ងៃទី3ខែសីហាឆ្នាំ1993វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយព្រោះជាសញ្ញាបត្រคล้ายៗមិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់អាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានថ្ងៃអង្គារ2កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី16ខែមិថុនាឆ្នាំ2026វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបាទដូច្នេះលិខិតនេះគឺមានអត្ថន័យបែបនេះហើយចុះរឿងរ៉ាវវាយ៉ាងម៉េចបានជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូគាត់បានបដិសេធនៅលិខិតដែលជាសញ្ញាបត្របាទបដិសេធនៅសញ្ញាបត្ររបស់បុគ្គលឈ្មោះណនសីហានេះបងប្អូនអ្នកតាមដានលើបណ្ដាញសង្គមប្រកាសជាបានដឹងច្បាស់ហើយថាបុគ្គលដែលមានឈ្មោះថាណនសីហានេះគឺគាត់និយមពាក់ខ្សែកមាសធំបាទពាក់ខ្សែកមាសធំបង្ហាញនៅឡានទំនើបស៊េរីទំនើបជាច្រើនគ្រឿងហើយក៏គាត់តែងតែថតបង្អួតពី
ស្នាដៃថតបង្អួតពីកិច្ចការងាររបស់គាត់ដែលជាវិស្វករហើយគ្រប់ទីកន្លែងទាំងអស់ព្រោះគាត់បាទតាំងខ្លួនគាត់ជាវិស្វករដែលមានសញ្ញាបត្រទទួលស្គាល់ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបាទអញ្ចឹងដែលភាសាខ្មែរយើងថាវិស្វករភាសាបារាំងថាអង្គសញ្ញើបាទអញ្ចឹងអង្គសញ្ញើឬក៏វិស្វករនេះគឺគាត់តែងតែបានបង្អួតនៅឡានស៊េរីទំនើបជាច្រើនគ្រឿងហើយក៏បានបង្អួតនៅខ្សែកដ៏ធំបាទដែលយើងអាចនិយាយបានថាខ្សែករបស់គាត់គឺប៉ិនមេជើងឬក៏អាចថាក្បែរនឹងប៉ុនកដៃកូនងាទៅទៀតបាទអញ្ចឹងបន្តោងបើនិយាយពីបន្តោងវិញគឺជិតប៉ុនកដៃកូនងាឬក៏បាតដៃកូនងាទៀតបាទអញ្ចឹងនៅក្នុងការបង្អួតបែបនេះនៅលើបណ្ដាញសង្គមនឹងហើយដែលធ្លាយនៅរឿងដែលបានបង្អួតពីសញ្ញាបត្ររបស់គាត់ដែលចេញដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអញ្ចឹងពេលដែលវិទ្យាស្ថានបានស្រាវជ្រាវរកឃើញថាករណីដែលបង្ហាញពីសញ្ញាបត្រនេះវិទ្យាស្ថានក៏បានចេញលិខិតបដិសេធនៅថ្ងៃទី16ខែមិថុនានេះតែម្ដងបាទនេះគឺជារឿងហេតុដែលបានកើតឡើងទៅលើបុគ្គលឈ្មោះណនសីហាអញ្ចឹងបងប្អូនប្រកាសជាបានស្គាល់ហើយដោយរូបភាពដែលខ្ញុំបានដាក់ជូននេះគឺគាត់តែងតែបង្អួតនៅរឿងដែលរឿងរ៉ាវគ្រប់បែបយ៉ាងដែលគាត់បានคล้ายជាវិស្វករហើយមានសញ្ញាបត្រទទួលស្គាល់ត្រឹមត្រូវពីវិទ្យាស្ថានបច្ចេកវិទ្យាបាទសំទោសបាទវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះបាទដែលហៅកាត់ថាសាលាទីណូបាទអញ្ចឹងគាត់បើកអាជីវកម្មដែលជាវិស្វករហ្នឹងគាត់រកបាទបានអតិថិជនច្រើនមានអ្នកគ្រប់គ្រងគាត់ច្រើនហើយគាត់សាងសង់នៅសំណង់ផ្សេងក៏ច្រើនហើយធ្វើឲ្យគាត់បានបង្អួតនៅស្នាដៃរបស់គាត់ថែមទាំងបង្អួតនៅទ្រព្យសម្បត្តិរបស់គាត់មាសពេជ្ររបស់គាត់ផងដែរនេះធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងច្រើនពីមហាជនទើបមហាជននាំគ្នាសៀពីអ្វីដែលបុគ្គលណនសីហាបានអួតនេះទើបបានសាលាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាធ្វើលិខិតបដិសេធនៅសញ្ញាបត្រនេះបាទអញ្ចឹងតកតងជាមួយនឹងលិខិតคล้ายៗសំទោសបាទតកតងជាមួយនឹងសញ្ញាបត្រคล้ายៗត្រង់នេះហើយដែលជាគំរូមួយមិនល្អចំពោះក្មេងឬក៏គេហៅថាជាអ្នកបន្តវេនរបស់ប្រទេសកម្ពុជាយើងជាក្មេងជំនាន់ក្រោយនោះទេបើកាលណាយើងមានការបង្ហាញពីសញ្ញាបត្រคล้ายៗបើកាលណាយើងមានបង្ហាញពីអ្វីដែលជាឯកសារคล้ายបន្លំคล้ายវាធ្វើឲ្យប៉ះពាល់ដល់ទៅកិត្តិយសរបស់អង្គភាពសម័យហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទហើយណាមួយទៀតវាក៏ជាគំរូមិនល្អចំពោះក្មេងជំនាន់ក្រោយដែលតែងតែផ្ដោតនឹងឲ្យតម្លៃទៅលើបុគ្គលដែលមានលុយបុគ្គលដែលមានមាសប្រាក់ច្រើនហើយក៏ទិញសញ្ញាបត្រអីជាដើមនេះបាទដោយមិនយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវតាមឋានានុក្រមដើម្បីទទួលបាននៅសញ្ញាបត្រទេតែបែរជាយកលុយទៅដូរយកសញ្ញាបត្រទៅវិញនេះគឺជាបញ្ហាមួយដែលអាចនិយាយបានថាវាជាមេរោគនៅក្នុងសង្គមប្រសិនបើយើងទុកឲ្យមានបុគ្គលបែបនេះធ្វើព្យុះធ្វើភ្លៀងបន្តទៅទៀតគឺអាចនឹងមានបញ្ហាដល់អ្នកជំនាន់ក្រោយអញ្ចឹងខ្ញុំយល់ថាប្រហែលជាអាជ្ញាធរដែលមានសមត្ថកិច្ចគាត់កំពុងតែរៀបចំឯកសារដើម្បីកោះអញ្ជើញបុគ្គលនេះមកសួរនាំហើយបាទក្នុងគណៈពេលនេះព្រោះប្រសិនបើក្រសួងដែលគាត់មានដែនសមត្ថកិច្ចរបស់គាត់នឹងគឺ
គាត់មិនអាចនៅស្ងៀមបានទេព្រោះស្ថិតនៅក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីនេះគឺសម្ដេចមិនអនុញ្ញាតឲ្យមានការក្លែងបន្លំឯកសារណាមួយដែលមិនបានសិក្សារៀនសូត្រយកមកប្រើការនៅក្នុងសង្គមរបស់ប្រទេសកម្ពុជាយើងនោះទេបាទនេះគឺខ្ញុំជឿជាក់លើឋានៈដឹកនាំរបស់កម្ពុជាយើងបច្ចុប្បន្ននេះបាទអញ្ចឹងព័ត៌មានដែលខ្ញុំបានជម្រាបជូនហើយព្រឹត្តិការណ៍ដែលកំពុងតែល្បីនៅក្នុងបណ្ដាញសង្គមនេះគឺទៅលើសញ្ញាបត្រคล้ายៗបាទសញ្ញាបត្រคล้ายៗធំបងប្អូនបាទសញ្ញាបត្រคล้ายៗគឺជារឿងមួយគ្រោះថ្នាក់ហើយជារឿងមួយដែលធំសម្រាប់ក្មេងជំនាន់ក្រោយរបស់យើងប្រសិនបើយើងបង្ហាញនៅបែបការៈបែបនេះបាទដែលហៅថាជាប្រភេទរោគសញ្ញាបែបនេះទៅកាន់សង្គមរបស់យើងគឺអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ក្មេងជំនាន់ក្រោយគាត់មិនប្រឹងរៀនគាត់មិនប្រឹងសិក្សាស្រាវជ្រាវអីទេគឺគាត់ធ្វើនៅគំរូដែលបែបនេះឯងបាទប្រសិនបើអត់មានចំណាត់ការណាមួយទៅតាមផ្លូវច្បាប់ប៉ុន្តែខ្ញុំជឿជាក់លើថ្នាក់ដឹកនាំនិងជឿជាក់លើប្រព័ន្ធច្បាប់នៅក្នុងប្រទេសកម្ពុជាយើងច្បាស់ជាដាក់ទោសទៅលើបុគ្គលដែលក្លែងបន្លំឯកសារនេះបាទអញ្ចឹងមានតែប៉ុណ្្នឹងទេជម្រាបលាបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូបន្ទាប់